ណៈដឹកនាំសាខាសមាគមយុវជនកម្ពុជាខេត្តកណ្ដាលចូលរួមកម្មវិធីបាល់ទាត់មិត្តភាពសប្បុរសធម៌បេះដូងសប្បុរសធម៌ដើម្បីភូមិរងចាំខេត្តកណ្ដាលនារសៀលថ្ងៃទី18ខែសីហាឆ្នាំ2026ថ្នាក់ដឹកនាំសាខាសមាគមយុវជនកម្ពុជាខេត្តកណ្ដាលដឹកនាំដោយលោករិទ្ធ រាជសីប្រធានកិត្តិយសស្ដីទីតំណាងលោកម៉ៅផល្លាប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលរួមជាមួយលោកពូនផានិតអនុប្រធានទី1លោកសឹមវណ្ណានិងលោកសួងស៊ីនឿនបានអញ្ជើញចូលរួមក្នុងកម្មវិធីបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមប្រធានបទបេះដូងសប្បុរសធម៌ដើម្បីភូមិរងចាំក្នុងឱកាសនោះក្រុមការងារថ្នាលយុវជនកម្ពុជាខេត្តកណ្ដាលបានចូលរួមចំណែកឧបត្ថម្ភថវិកាចំនួន$200តាមរយៈរដ្ឋបាលខេត្តដែលបានផ្ដល់កិត្តិយសដោយឯកឧត្តមគូចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលដើម្បីរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌និងសង្គមការចូលរួមនេះមានគោលបំណងរួមចំណែកជាមួយរដ្ឋបាលខេត្តកណ្ដាលក្នុងការលើកទឹកចិត្តនិងផ្ដល់ការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសខ្លួននៅភូមិរងចាំព្រមទាំងបង្ហាញពីស្មារតីសាមគ្គីភាពមនុស្សធម៌និងការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គមសកម្មភាពនេះក៏ជាការបញ្ជាក់ពីការយកចិត្តទុកដាក់របស់សមាគមថ្នាលយុវជនកម្ពុជាក្នុងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាននិងសហគមន៍ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនិងផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាកផងដែរ